ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីអ្វីទៅជា genuine student ឬក៏ហៅថាសិស្សពិតសិស្សពិតគឺជាសិស្សដែលគាត់ទី1គាត់មានគោលបំណងសិក្សាផ្លូវការពិតប្រាកដមានន័យថាគាត់មានបំណងទៅរៀនពិតប្រាកដទី2តកតងទៅនឹងការសិក្សាយល់ដឹងអំពីមុខវិជ្ជាដែលគាត់ត្រូវសិក្សាហ្នឹងកាន់តកតងនឹងកម្មវិធីផ្សេងៗហើយនឹងអត្ថប្រយោជន៍របស់មុខវិជ្ជាដែលគាត់សិក្សាហ្នឹងមានន័យថានៅពេលដែលគាត់ទៅរៀនហ្នឹងកម្មវិធីគេពិតគេមានអីខ្លះដើម្បីគាត់រៀនចេះហ្នឹងហើយនៅពេលដែលគាត់រៀនហើយគាត់យកទៅធ្វើអីដើម្បីជាប្រយោជន៍បន្ទាប់ពីគាត់បានរៀនចប់ហើយឧទាហរណ៍គាត់ត្រូវរៀន IT គាត់នឹងចប់ទៅគាត់នឹងធ្វើការងារអីខ្លះតកតងនឹង IT ដែលគាត់រៀនហ្នឹងទី3តកតងនឹងសមត្ថភាពអេរ៉ាញ់វត្ថុគ្រប់គ្រាន់ក្នុងការគ្រប់គ្រងដើម្បីគ្រប់គ្រងការសិក្សានិងការរស់នៅមានន័យថានៅពេលដែលគាត់ដាក់ពាក្យទៅរៀនអូស្ត្រាលីគាត់ត្រូវសិក្សាមើលថាតើខុសដែលគាត់រៀនហ្នឹងមុខវិជ្ជាដែលគាត់រៀនហ្នឹងត្រូវចំណាយលុយអស់ប្រមាណក្នុងមួយឆ្នាំទៅលើការសិក្សារបស់គាត់ហើយក្នុងការរស់នៅរបស់គាត់ត្រូវចំណាយលុយឬក៏ថវិកាប្រមាណដើម្បីក្នុងការដែលគាត់ទៅរៀនហ្នឹងអញ្ចឹងនេះគឺជាចំណុចសំខាន់ដែលគាត់ត្រូវការសិក្សាមុនពេលដែលគាត់សម្រេចចិត្តថាទៅរៀនចំណុចទី4គឺតកតងទៅនឹងប្រវត្តិនៃការអប់រំនិងប្រវត្តិនៃការងាររបស់គាត់គឺបង្ហាញថាការសិក្សារបស់គាត់នេះការជ្រើសរើសមុខវិជ្ជាការសិក្សារបស់គាត់គឺជាជំហានដែលសមស្របមិនមានន័យថាគាត់រៀនអានេះសុខគាត់ទៅរៀននៅអូស្ត្រាលីគាត់ចង់ទៅរៀនអានោះឬគាត់ជ្រើសរើសមុខវិជ្ជាអីផ្សេងដែលគាត់ដែរធ្វើការដែលគាត់ដែររៀនដែលគាត់ដែរចេះសោះឧទាហរណ៍ថាគាត់រៀន accounting bachelor degree អញ្ចឹងនៅពេលដែលគាត់ចប់ accounting ហើយគាត់បានធ្វើការអញ្ចឹងគាត់ចង់តជា professional accounting អញ្ចឹងគាត់ត្រូវតែដាក់ទៅសិក្សាបន្តទៀតដូចជា master of accounting ឬក៏ professional of accounting មិនមែនមានន័យថាគាត់គាត់រៀនចប់ accounting គាត់ទៅចង់រៀនអីផ្សេងដែលមិនតាក់ទងមិន link នឹងប្រវត្តិការងាររបស់គាត់មិន link នឹងប្រវត្តិរៀនសូត្ររបស់គាត់ទេឧទាហរណ៍ថារៀន accounting ស្រាប់តែចង់ទៅរៀន IT វិញខ្ញុំឆ្លាញ់ IT កំពុងរីកចម្រើនអញ្ចឹងយើងដាក់ទៅរៀនអីផ្សេងវាអត់ស៊ីគ្នានឹងការងារអត់ស៊ីនឹងប្រវត្តិរៀនរបស់គាត់ក៏មិនមែនជាសិស្សពិតដែរទី5ចុងជាចំណុចចុងក្រោយគឺតាក់ទងទៅនឹងឯកសារត្រឹមត្រូវមានន័យថានៅពេលដែលគាត់រៀបចំឯកសារដាក់ទៅហ្នឹងគឺជាឯកសារពិតត្រឹមត្រូវជាក់ស្ដែងចា៎មិនមែនជាឯកសារคล้ายបន្លំឬក៏បង្កើតឡើងដើម្បីជាផ្លូវមួយដែលគាត់អាចទៅសិក្សាហើយរស់នៅអចិន្ត្រៃយ៍ប្រទេសអូស្ត្រាលីអញ្ចឹងមានន័យថាឯកសាររបស់គាត់បើសិនជាគាត់រៀនចប់ប៉ុណ្ណឹងឯកសារវាមានគោលប៉ុណ្ណឹងគាត់ធ្វើការហ្នឹងគោលមានឯកសារហ្នឹងបើគាត់និយាយថាគាត់មានលុយប៉ុណ្ណឹងគាត់ត្រូវមានឯកសារហ្នឹងហើយបើសិនជាគាត់ថាគាត់រកស៊ីគាត់ត្រូវតែមានឯកសារទាក់ទងនឹងការរកស៊ីរបស់គាត់ចាអញ្ចឹងអ្វីទាំងអស់គឺមានឯកសារត្រឹមត្រូវបញ្ជាក់ត្រឹមត្រូវចាអញ្ចឹងហើយនេះហើយគឺហៅថាជាសិស្សពិតឬក៏ genuine student អញ្ចឹងអ្នកនរគ្នាដឹងពីចំណុចនេះអ្នកនរគ្នាអាចទៅរៀនអូស្ត្រាលីដាក់ពាក្យបានតែជោគជ័យអរគុណ